បញ្ហាតាក់ទងឱសថកម្រិតនៃការប្រើប្រាស់ឱសថមិនត្រឹមត្រូវចំពោះឱសថស៊ីមេទីឌីននិងត្រឹមត្រូវចំពោះឱសថនីហ្វេឌីពីនការព្យាបាលជំងឺច្រៅទឹកក្រពះស៊ីមេទីឌីន400មីលីក្រាមលេប1ដង1គ្រាប់មួយថ្ងៃ2ដងលេបពេលព្រឹកនិងយប់សម្រាប់រយៈពេល1ខែការព្យាបាលជំងឺលើឈាមនីហ្វេឌីពីនអូពេ20មីលីក្រាមលេប1ដង1គ្រាប់គឺលេប1ដងក្នុងមួយថ្ងៃលេបពេលព្រឹកសម្រាប់រយៈពេល1ខែផលរំខានឱសថមានចំពោះឱសថស៊ីមេទីឌីនអាចធ្វើឲ្យអ្នកជំងឺអស់កម្លាំងវិលមុខរាចំពោះឱសថនីហ្វេឌីពីនផលប៉ះពាល់ទៅលើអ្នកជំងឺអាចកើតមានឡើងនៅពេលចាប់ផ្ដើមព្យាបាលដែលផលប៉ះពាល់ទាំងនេះរួមមានមុខឡើងក្រហមឈឺក្បាលហើមដៃជើងអន្តរកម្មឱសថមានការប្រើប្រាស់ឱសថស៊ីមេទីឌីននិងនីហ្វេឌីពីនក្នុងអំឡុងពេលជាមួយគ្នាអាចបង្កឲ្យមានអន្តរកម្មឱសថនិងឱសថបញ្ហាដែលរកឃើញខាងលើចំពោះបញ្ហាកម្រិតនិងរយៈពេលប្រើប្រាស់ឱសថស៊ីមេទីឌីនការប្រើប្រាស់ឱសថស៊ីមេទីឌីនរហូតដល់800មីលីក្រាមក្នុងមួយថ្ងៃមិនមែនលើសកម្រិតនោះទេតែជាការប្រើប្រាស់មិនត្រឹមត្រូវព្រោះកម្រិតដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺច្រៅទឹកក្រពះគឺពី200ទៅ600មីលីក្រាមក្នុងមួយថ្ងៃតែប៉ុណ្ណោះដូចនេះការប្រើប្រាស់កម្រិត800មីលីក្រាមក្នុងមួយថ្ងៃគឺជាការប្រើប្រាស់ខុសពីគោលបំណងនៃការព្យាបាលជំងឺច្រៅទឹកក្រពះចំពោះបញ្ហាអន្តរកម្មឱសថស៊ីមេទីឌីននិងនីហ្វេឌីពីនក្នុងកំឡុងពេលដែលប្រើប្រាស់ឱសថស៊ីមេទីឌីនក្នុងកម្រិតចាប់ពី800មីលីក្រាមក្នុងមួយថ្ងៃជាមួយគ្នានឹងឱសថនីហ្វេឌីពីនវានឹងមានអន្តរកម្មឱសថហើយការនេះបណ្ដាលមកពីស៊ីមេទីឌីនទៅរារាំងការធ្វើមេតាបូលីសរបស់នីហ្វេឌីពីនដែលជាហេតុធ្វើឲ្យកំហាប់នីហ្វេឌីពីនកើនឡើងនៅក្នុងឈាមផលវិបាកចំពោះអ្នកជំងឺតាក់ទងនឹងបញ្ហាខាងលើយើងឃើញថាការប្រើប្រាស់ឱសថទាំងពីរប្រភេទខាងលើក្នុងកំឡុងពេលជាមួយគ្នាអាចបណ្ដាលឲ្យមានការកើនឡើងនៅកំហាប់របស់នីហ្វេឌីពីននៅក្នុងឈាមដែលជាហេតុបង្កឲ្យមានការកើនឡើងសកម្មភាពរបស់ឱសថនេះទាំងនេះគឺជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកជំងឺមានសម្ពាធឈាមថយចុះខ្លាំងខុសពីការរំពឹងទុកអនុសាសន៍តាក់ទងនឹងបញ្ហាខាងលើការប្រើប្រាស់ឱសថស៊ីមេទីឌីននិងនីហ្វេឌីពីនក្នុងអំឡុងពេលជាមួយគ្នាមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ទេក្នុងករណីដែលកម្រិតប្រើប្រាស់ឱសថស៊ីមេទីឌីនលើសពីឬស្មើ800មីលីក្រាមក្នុងមួយថ្ងៃដូចនេះដើម្បីជៀសវាងនៅបញ្ហាទាំងអស់នេះយើងគួរតែបន្ថយកម្រិតប្រើប្រាស់ស៊ីមេទីឌីនត្រឹម600មីលីក្រាមក្នុងមួយថ្ងៃកំណត់ចំណាំដោយសារខ្ញុំជាឱសថការីដូចនេះរាល់ការកែប្រែកម្រិតឬរយៈពេលប្រើប្រាស់ឱសថក្នុងវេជ្ជបញ្ជាមិនត្រូវបានអនុញ្ញាតឲ្យធ្វើនោះទេឱសថការីត្រូវតែទូរស័ព្ទទៅវេជ្ជបណ្ឌិតឯកទេសដើម្បីផ្ដល់ព័ត៌មាននិងដោះស្រាយបញ្ហាទាំងនេះ